ស្វាគមន៍មកកាន់ Channel បរិយាយរឿងតិនហ្វីបន្ទាប់ពីការបាត់មុខមួយរយៈមកដល់វីដេអូនេះយើងនឹងនិយាយអំពីការរៀនវិជ្ជានិយាយនៅឯបនស្រីរបស់កុមារប៉ៅឡុងស៊ីរបស់យើងការប្រឈមមុខជាមួយនឹងមន្ត្រីអាក្រក់ឬអ្នកមានអំណាចដែលប្រើអំណាចក្នុងផ្លូវខុសគឺជាសិល្បៈមួយដែលទាមទារទាំងបញ្ញាភាពអត់ធ្មត់និងយុទ្ធសាស្ត្រជ័យជំនះនេះមិនមែនសំដៅលើការជេរប្រមាថឬប្រើអំពើហិង្សានោះទេប៉ុន្តែគឺជាការឈ្នះដោយសិលធម៌និងច្បាប់ខាងក្រោមនេះជាសិលវិធីសំខាន់ៗក្នុងការនិយាយដើម្បីដោះស្រាយជាមួយនឹងមន្ត្រីអាក្រក់ 1. រក្សាភាពស្ងៀមស្ងាត់និងម្ចាស់ការលើអារម្មណ៍មន្ត្រីអាក្រក់ភាគច្រើនចូលចិត្តប្រើអារម្មណ៍មោហៈឬគំរាមកំហែងដើម្បីឲ្យយើងភ័យខ្លាចកុំតបតដោយកំហឹងបើអ្នកខឹងអ្នកនឹងបាត់ម្ចាស់ការលើខ្លួនឯងហើយអាចនឹងខុសដែលនាំឲ្យគេចាប់កំហុសបាននិយាយដោយសម្ដីទន់ភ្លន់តែម៉ឺងម៉ាត់ប្រើពាក្យពេចន៍ថ្លៃថ្នូរតែបង្កប់ដោយអំណាចនៃហេតុផលប្រើប្រាស់អាវុធភស្តុតាងនិងច្បាប់បើមន្ត្រីអាក្រក់ខ្លាចបំផុតនោះគឺអ្នកដែលដឹងពីច្បាប់និងភាពភស្តុតាងច្បាស់លាស់យោងតាមមាត្រាច្បាប់នៅពេលដែលនិយាយគួរលើកយកបទដ្ឋានគតិយុត្តឬច្បាប់បញ្ជាក់ឧទាហរណ៍តាមច្បាប់ស្តីពីមាត្រាមានកំណត់ថាកត់ត្រាទុករាល់ការសន្យាឬទាមទារខុសច្បាប់គួរមានការកត់ត្រាឬសាក្សីដឹងឮសិល្បៈនៃការសួរដេញដោលជំនួសឲ្យការចោទប្រកាន់ចំដែលអាចធ្វើឲ្យគេការពារខ្លួនខ្លាំងអ្នកគួរប្រើសំណួរដើម្បីឲ្យគេទាល់ច្រកដោយខ្លួនឯងសួរហេតុផលតើលោកផ្អែកលើគោលការណ៍អ្វីក្នុងការសម្រេចបែបនេះសួរភាពស្របច្បាប់តើអនុវត្តនេះជាគោលការណ៍ទូទៅឬករណីលើកលែងប្រើឥទ្ធិពលនៃតម្លាភាពមន្ត្រីអាក្រក់ចូលចិត្តធ្វើការក្នុងទីងងឹតអំពើពុករលួយឬគៀបសង្កត់នាំរឿងទៅកាន់ទីភ្លឺនិយាយក្នុងលក្ខណៈដែលបង្ហាញថារឿងនេះត្រូវដឹងឮដល់ថ្នាក់ដឹកនាំខាងលើឬសាធារណជនការប្រើប្រាស់លិខិតស្នាមរាល់ការតាក់ទងទៅនឹងគួរធ្វើជាលិខិតផ្លូវការដែលមានលេខចូលត្រឹមត្រូវព្រោះវាជាភស្តុតាងដែលគេមិនអាចបដិសេធបានយុទ្ធសាស្ត្រវាយសម្រុកលើប្រព័ន្ធមិនមែនបុគ្គលកុំវាយប្រហារលើតែបុគ្គលលក្ខណៈរបស់គេប៉ុន្តែត្រូវវាយប្រហារលើកំហុសការងារនិយាយថាខ្ញុំជឿថាស្ថាប័នមានគោលការណ៍ល្អប៉ុន្តែសកម្មភាពហាក់បីដូចជាមិនស្របតាមគោលការណ៍នោះទេការធ្វើបែបនេះធ្វើឲ្យគេពិបាកខឹងយើងផ្ទាល់ខ្លួនចំណុចចងចាំមាសទឹកដប់មិនខ្លាចភ្លើងបើនិយាយដោយភាពត្រឹមត្រូវនិងភស្តុតាងរឹងមាំមន្ត្រីអាក្រក់នឹងដកថយដោយខ្លួនឯងព្រោះគេខ្លាចបាត់បង់ស័ក្តិនិងអំណាចរបស់គេវីដេអូនេះមានត្រឹមតែប៉ុណ្ណេះសូមកុំភ្លេចចុច Subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយផងសូមគោរពលា